ប្រហុកគឺជាប្រលឹងនៃម្ហូបខ្មែរនិងជាប្រភពប្រូតេអ៊ីនដ៏សំខាន់ Confirel បានបំផ្លាញប្រហុកទៅជាម្សៅប្រហុកដើម្បីឆ្លើយតបទៅនឹងការចម្អិនអាហារសម័យទំនើបគម្រោង Cafe Capture សហការជាមួយ Confirel ដើម្បីនាំយកម្សៅប្រហុកទៅកាន់ទីផ្សារពិភពលោកគម្រោងនេះបានផ្ដល់ជំនួយបច្ចេកទេសដើម្បីឲ្យ Confirel ទទួលបានវិញ្ញាបនបត្រ HACCP សម្រាប់ផលិតផលថ្មីនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិជំនួយសំខាន់ៗរួមមានការសាងសង់កន្លែងផលិតថ្មីសម្រាប់ម្សៅប្រហុកនិងការដំឡើងឧបករណ៍បរិក្ខារឧបករណ៍ដែលបានស្នើឡើងរួមមានម៉ាស៊ីនចៀនម៉ាស៊ីនច្របាច់ម៉ាស៊ីនចម្អិននិងខ្សែសង្វាក់បំពេញបិទគម្របនិងបិទស្លាកស្វ័យប្រវត្តិលើសពីនេះគម្រោងបានគាំទ្រការបង្កើតប្រព័ន្ធតាមដាន Digital និងការបណ្ដុះបណ្ដាលយ៉ាងតឹងរ៉ឹងលើស្តង់ដារ CQF និង HACCP តាមរយៈគម្រោង Cafe Capture ដែលបានគាំទ្រមកកាន់សិប្បកម្មរបស់យើងទៅលើការអភិវឌ្ឍនៅផលិតផលថ្មីបង្កើននៅសមត្ថភាពផលិតតាមរយៈការផ្ដល់ឲ្យនៅម៉ាស៊ីនក៏ដូចជាការសិក្សាផ្សេងទៅលើទីតាំងនៃការផលិតដើម្បីបង្កើននៅសមត្ថភាពផលិតរបស់យើងក្រុមហ៊ុនរបស់យើង Confirel ក៏ធ្វើការដោយផ្ទាល់ជាមួយនឹងសហគមន៍នេសាទក៏ដូចជាបងប្អូនប្រជាកសិកររបស់យើងនៅតាមសហគមន៍ផ្សេងយើងបានសហការដោយទំនាក់ទំនងផ្សារភ្ជាប់គ្នាជាដៃគូជាអ្នកផ្គត់ផ្គង់និងជាអ្នកផលិតជាក់ស្ដែងមុននឹងសិប្បកម្មរបស់យើងទទួលបានការគាំទ្រពី Cafe Capture គឺយើងផលិតបានតែក្នុងបរិមាណជាង100គីឡូទេនៅក្នុងមួយថ្ងៃជាប្រហុកស្រស់ហើយទន្ទឹមនឹងការពង្រីកបន្ថែមនិងពង្រឹងសមត្ថភាពរបស់យើងក្រោយពីពេលដែលយើងបានទទួលការគាំទ្រគឺសិប្បកម្មអាចធ្វើបានសប្តាហ៍ថ្ងៃនេះគឺ1តោនប្រហុកស្រស់នៅក្នុងមួយថ្ងៃក្រុមហ៊ុន Confirel នេះបាននាំចេញផលិតផលខ្មែរពិតប្រាកដទៅកាន់ទីផ្សារសំខាន់ៗទាំងក្នុងនិងក្រៅប្រទេស Confirel ធានានូវសុវត្ថិភាពចំណីអាហារនិងគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ស្វែងរកម្សៅប្រហុកថ្មីរបស់ Confirel ដែលជារសជាតិដើមរបស់កម្ពុជាសម្រាប់ពិភពលោក